មិនបង្កើតព័ត៌មានคล้ายคล้ายមិនផ្សព្វផ្សាយនិងមិនចែករំលែកព័ត៌មានคล้ายคล้ายការផ្ដល់ព័ត៌មានពិតនឹងធ្វើឲ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវយោងតាមនៅក្នុងភាពវាផ្ទាល់គឺតែទទួលបន្ទុកការងារព័ត៌មាននេះយើងរៀបចំនៅកម្មវិធីនិយាយថាទេចំពោះព័ត៌មានคล้ายៗในឱកាសនេះដែលការសហការរវាងរដ្ឋបាលខេត្តជាមួយមន្ទីរព័ត៌មានដើម្បីយើងធ្វើបើកយុទ្ធនាការដើម្បីផ្សព្វផ្សាយទៅដល់សាធារណជនជាពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រួលជ្រាបពាក់ព័ន្ធជាមួយនឹងយុទ្ធនាការថាទេចំពោះព័ត៌មានคล้ายៗនៅក្នុងភូមិសាស្ត្រនៃខេត្តសៀមរាបរបស់យើងនេះដើម្បីចូលរួមដើម្បីផ្សព្វផ្សាយទៅអន្តរសាធារណជនបងប្អូនរបស់យើងឲ្យបានជ្រួលជ្រាបដែលដំប្រាក់សម្ព័ន្ធអភិបាលនៃគណៈអភិបាលខេត្តនៅក្នុងនាមរដ្ឋបាលខេត្តទាំងមូលគឺថាយើងគ្រប់គ្រងចំពោះការរៀបចំនៃព្រឹត្តិការណ៍នៃយុទ្ធនាការនេះឡើងធ្វើម៉េចឲ្យបងប្អូនសាធារណជនជាពិសេសប្រជាពលរដ្ឋរបស់យើងទទួលបាននៅព័ត៌មានពិតដែលមិនមែនជាព័ត៌មានคล้ายៗព័ត៌មានពិតត្រឹមត្រូវដែលមានគុណភាពដើម្បីយើងអាចទទួលបានទាំងអស់គ្នាដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិនិងសង្គមជាតិរបស់យើងដោយមានសុខសន្តិភាពសុវត្ថិភាពទាំងអស់គ្នាសូមទាមទារថាបងប្អូនប្រជាពលរដ្ឋរបស់យើងត្រូវតែពិនិត្យឲ្យបានហ្មត់ចត់នៅរាល់ព័ត៌មានដែលយើងនឹងចែករំលែកបន្តផ្សាយឬចែករំលែកបន្តទៅគត់ឲ្យដឹងប្រភពនៅព័ត៌មានហ្នឹងតើជាព័ត៌មានត្រឹមត្រូវឬព័ត៌មានដែលមានលក្ខណៈពិតប្រាកដបាទដើម្បីយើងជាការទទួលខុសត្រូវរបស់មនុស្សម្នាក់បុគ្គលម្នាក់ក្នុងការចែករំលែកការផ្សព្វផ្សាយព័ត៌មាននេះបាទព្រោះព័ត៌មានដែលយើងត្រូវទទួលពីព័ត៌មានពីស្ថាប័នឬក្រសួងស្ថាប័នឬអង្គភាពផ្ទាល់ដែលយើងការផ្សព្វផ្សាយដែលយើងយកស្រាវជ្រាវឲ្យមានប្រភពព័ត៌មានដែលពិតប្រាកដដើម្បីយើងធ្វើការផ្សព្វផ្សាយបន្តឈោលើបុរីវិនិច្ឆ័យខោច្របល់គ្នារវាងការពិតដែលជាអង្គហេតុនិងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួនងកែប្រែព័ត៌មានរូបភាពឬវីដេអូលុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ឬបន្លំឯកសារផ្សេង